ទំព័រទី194ចំពោះទី10ការយកពន្ធដីធ្លីការប្រមូលពន្ធដីធ្លីគឺជាការអនុវត្តធម្មតារបស់ប្រទេសទាំងឡាយនៅលើសកលលោកនៅកម្ពុជាជាធម្មតាពន្ធដីធ្លីគឺជាប្រភេទចំនួនមួយរបស់រដ្ឋក្នុងការអភិវឌ្ឍប្រទេសជាតិប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការប្រើប្រាស់ថវិកាដែលបានមកពីការប្រមូលពន្ធដីធ្លីប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពគឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបទៅដោយការពេញចិត្តចូលរួមពីអ្នកជាប់កាតព្វកិច្ចបង់ពន្ធចំពោះនេះបង្ហាញពីប្រវត្តិសង្ខេបនៃការយកពន្ធដីធ្លីនៅកម្ពុជាចាប់ពីប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្ដល់កម្មសិទ្ធិឯកជនលើដីធ្លីបន្ទាប់មកចំពោះនេះពិនិត្យមើលលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការយកពន្ធដីធ្លីនិងវិភាគពីប្រសិទ្ធភាពនៃការអនុវត្តនិងបង្ហាញពីមូលហេតុនៃការប្រែប្រួលអត្រាពន្ធចំណែកការលើកលែងពន្ធប្រថាប់ត្រាក្នុងរង្វង់ញាតិចាប់ពីឆ្នាំ2017មកក៏ត្រូវបានលើកយកមកពិភាក្សាឲ្យបានស៊ីជម្រៅផងដែរជាចុងក្រោយចំពោះនេះបង្ហាញពីទិន្នន័យនៃការប្រមូលពន្ធដីធ្លីនិងបទពិសោធន៍ប្រទេសដទៃដើម្បីជាមេរៀនសម្រាប់កម្ពុជា 10.1 ប្រវត្តិសង្ខេបនៃការយកពន្ធដីធ្លីក្រោយពីការដួលរំលំរបបប្រជាធិបតេយ្យនៅឆ្នាំ79ប្រជាពលរដ្ឋកម្ពុជាទាំងអស់តម្រូវឲ្យធ្វើជាក្រុមសាមគ្គីបង្កបង្កើនផលរដ្ឋាភិបាលបានអនុវត្តគោលនយោបាយវិភាគទានស្នេហាជាតិដើម្បីជាចំណូលរបស់រដ្ឋក្នុងការគ្រប់គ្រងការចំណាយនានានៅខែតុលាឆ្នាំ83អនុក្រឹត្យស្តីពីលក្ខន្តិកៈនៃការយកវិភាគទានស្នេហាជាតិត្រូវបានបង្កើតក្នុងគោលបំណងពីរចម្បង 1. បំផុសចលនារួមចំណែករបស់ប្រជាកសិករក្នុងបព្វហេតុការពារនិងកសាងទឹកដី 2. កំណត់ឲ្យច្បាស់លាស់នៅភារកិច្ចបង់វិភាគទាននៃអ្នកប្រើប្រាស់ដីចំពោះរដ្ឋដើម្បីឲ្យប្រជាកសិករបាននឹងណូក្នុងចិត្តក្នុងការផលិតនិងដើម្បីបំបត្តិចោលនៅរាល់រូបភាពបំផុសចលនាយកវិភាគទានតាមទំនើងចិត្តលើដីនៅតាមមូលដ្ឋានការយកវិភាគទានស្នេហាជាតិនេះអាស្រ័យទៅតាមតំបន់និងប្រភេទដំណាំកម្រិតវិភាគទានស្នេហាជាតិត្រូវបានអនុវត្តដូចតទៅ 3. ចំពោះឃុំស្ថិតនៅតំបន់នៃទន្លេសាបនិងវាលទំនាបទន្លេមេគង្គក្នុង1 អាងបានន័យថា100 ម៉ែត្រការ៉េបង់ស្រូវ1គីឡូក្រាម 3. ចំពោះឃុំស្ថិតនៅមាត់សមុទ្រនិងឃុំស្ថិតនៅតំបន់ខ្ពង់រាប1 អាងត្រូវបង់ស្រូវ 0.8 គីឡូក្រាមអត់បាន1គីឡូក្រាមទេ 3. ចំពោះឃុំដែលស្ថិតនៅក្នុងតំបន់ភ្នំ1 អា100 ម៉ែត្រការ៉េត្រូវបង់ស្រូវ 0.6 គីឡូក្រាមដោយឡែកចំពោះដីដំណាំផ្សេងៗដូចជាបន្លែផ្កាអំពៅថ្នាំជក់សណ្តែកប្រភេទឈូកឡាកម្រិតវិភាគទានគឺយកតាមកម្រិតខ្ពស់ដែលប្រើចំពោះឃុំតំបន់ទន្លេសាបនិងតំបន់ទន្លេមេគង្គគឺ1គីឡូក្រាមក្នុង1អា100 ម៉ែត្រការ៉េវិភាគទានស្នេហាជាតិត្រូវបានគិតជាស្រូវប៉ុន្តែរដ្ឋយកជាប្រាក់តាមតម្លៃទិញស្រូវរបស់រដ្ឋនៅតាមមូលដ្ឋានចំពោះកន្លែងដែលមានលទ្ធភាពងាយស្រួលចំពោះរដ្ឋនិងប្រជាជនក្នុងការដឹកជញ្ជូននិងគ្រប់គ្រងអាចយកជាស្រូវដែលសម្រេចដោយក្រសួងហិរញ្ញវត្ថុគួរសម្គាល់ផងដែរថាគោលនយោបាយវិភាគទានស្នេហាជាតិនេះត្រូវបានកើនឡើងសម្ដៅចំពោះតែកសិករតែប៉ុណ្ណោះគោលនយោបាយដ៏ធំនៃគោលនយោបាយចំនួនវិភាគទានស្នេហាជាតិនេះគឺបំផុសកសិករឲ្យដក1ភាគនៃចំណូលបានមកពីកសិផលរួមវិភាគទានក្នុងបព្វហេតុកសាងនិងការពារទឹកដីធាតុពិតគឺរួមចំណាយដោះស្រាយរាល់សំណុំពរចំណាយនៃថវិការដ្ឋនៅគ្រប់ជាន់ថ្នាក់ក្នុងពេលនោះផងដែររដ្ឋក៏យកចិត្តទុកដាក់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋលក់ស្រូវជូនរដ្ឋទៅតាមលទ្ធភាពរបស់ខ្លួនរហូតមកមានពាក្យស្លោកលើកឡើងថាលក់ស្រូវជូនរដ្ឋគឺស្នេហាជាតិផងដែរនៅសម័យនោះតំបន់ខ្លះសំបីតែកូនសិស្សក៏ត្រូវបានលើកទឹកចិត្តឲ្យលក់ស្រូវជូនរដ្ឋផងដែរវិភាគទានស្នេហាជាតិត្រូវបានលុបចេញវិញ
នៅពេលរដ្ឋបានចាប់ផ្ដើមបង្កើតពន្ធដីធ្លីចំនួនវិញនៅឆ្នាំ91ពន្ធប្រថាប់ត្រានៃការផ្ទេរកម្មសិទ្ធិចំពោះការទិញលក់ដីនិងដីលំនៅឋានអត្រា 6% កំណត់ដោយច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រាតាមពិតពន្ធប្រថាប់ត្រាត្រូវបានកំណត់មុនពេលមានច្បាប់នេះទៅទៀតពោលគឺតាំងពីខែមេសាឆ្នាំ89ដែលការយកពន្ធប្រថាប់ត្រាមានរហូតដល់ 10% នៃតម្លៃផ្ទះដែលឡែកពន្ធលើតម្លៃដីប្រចាំឆ្នាំមិនទាន់ត្រូវបានអនុវត្តទេអ្វីប្រតែច្បាប់ភូមិបាលឆ្នាំ92បានតម្រូវក៏ដោយការខកខានយកពន្ធលើតម្លៃដីឬហៅម្យ៉ាងទៀតថាពន្ធអចលនទ្រព្យគឺដោយសារការសន្យារបស់គណៈបកប្រជាជនកម្ពុជាដែលបានសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ93ថាបើបកខ្លួនជាប់ឆ្នោតនឹងមិនយកពន្ធដីចំនួន15ឆ្នាំតាមរយៈការសន្យានេះហើយទើបបានជាពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដោយច្បាប់ឆ្នាំ2010ដែលមានអត្រា 0.1% នៃតម្លៃអចលនទ្រព្យដោយឡែកចំពោះពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ95ដែលមានអត្រា 2% នៃតម្លៃដីប៉ុន្តែការអនុវត្តជាក់ស្ដែងត្រូវពេលវេលាបន្ថែមទៀតចំណែកពន្ធប្រថាប់ត្រាវិញចាប់ពីឆ្នាំ95មកគឺចុះត្រឹម 4% វិញនៃតម្លៃអចលនវត្ថុនៅពេលមានវិបត្តិការផ្ទេរកម្ពស់196ឆ្នាំ95ចុះ 14% ហ្នឹងសម្ងាត់ 14% ហ្នឹងឯង 10.2 លិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការយកពន្ធដីធ្លីចម្ពោះរងនេះបង្ហាញពីលិខិតបទដ្ឋានគតិយុត្តដែលរួមមានចាប់ពីច្បាប់រហូតដល់ការប្រកាសរបស់ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការយកពន្ធដីធ្លីនៅកម្ពុជាលិខិតនិងសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការយកពន្ធដីរបស់អាជ្ញាធរមានសមត្ថកិច្ចត្រូវបានយកមកពិភាក្សាផងដែរពន្ធដីធ្លីនៅក្នុងចម្ពោះរងនេះនឹងត្រូវបានសិក្សាតែទៅលើពន្ធប្រថាប់ត្រាពន្ធលើដីធ្លីមិនបានប្រើប្រាស់និងពន្ធលើអចលនទ្រព្យ 10.2.1 លិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការយកពន្ធប្រថាប់ត្រាលើការលក់ដូរឬការធ្វើអំណោយផ្ទះកើតឡើងភ្លាមនៅពេលរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់កម្មសិទ្ធិលើផ្ទះជូនពលរដ្ឋកម្ពុជានៅខែមេសាឆ្នាំ89អត្រាពន្ធនោះមានរហូតដល់ 10% នៃផ្ទះការលក់ដូរផ្ទះឬការផ្ទេរអំណោយផ្ទះត្រូវធ្វើដោយកិច្ចសន្យាដែលអ្នកទិញឬអ្នកទទួលអំណោយត្រូវបានទៅចុះបញ្ជីប្រថាប់ត្រាហើយបង់ថ្លៃប្រថាប់ត្រាចំនួន 10% នៃតម្លៃផ្ទះតាមប្រភេទផ្ទះសម្រាប់នៅឬសម្រាប់អាជីវកម្មសេវាកម្មកសិកម្មឬឧស្សាហកម្មនេះលក់ផ្ទះឬអំណោយផ្ទះបញ្ហាត្រង់ថាតើអត្រាប្រថាប់ត្រាចំនួន 10% នេះត្រូវបានអនុវត្តដែរឬទេបើនៅពេលនោះកម្មសិទ្ធិលើផ្ទះមិនទាន់បានចេញវិញ្ញាបនបត្ររួចរាល់ផងម្យ៉ាងទៀតតម្លៃអត្រា 10% នេះហាក់ដូចជាខ្ពស់ខ្លាំងនិងអាចធ្វើឲ្យប្រជាពលរដ្ឋកិច្ចវេះក្នុងការអនុវត្តទំនងជាអត្រាប្រថាប់ត្រា 10% ចំពោះការផ្ទេរកម្មសិទ្ធិលើផ្ទះច្រើនពេកនឹងធ្វើឲ្យប្រជាជនពិបាកចូលរួមអនុវត្តទើបពន្ធប្រថាប់ត្រាត្រូវបានបន្ថយត្រឹម 6 នៅក្នុងឆ្នាំ91ដើម្បីបង់ពន្ធប្រថាប់ត្រាបានត្រូវមានកិច្ចសន្យាជាលិលាអក្សរនិងត្រូវបង់ពន្ធប្រថាប់ត្រាតាមការកំណត់ក្នុងច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រាក្នុងរយៈពេល30ថ្ងៃយ៉ាងយូរគិតពីថ្ងៃដែលខែដែលបានកត់ត្រាក្នុងកិច្ចសន្យាទាក់ទងនឹងការប្រមូលពន្ធប្រថាប់ត្រាវិញរាល់ការផ្ទេរសិទ្ធិ
កសិកម្មសិទ្ធិតាមរូបភាពទិញលក់ដោយដោះដូរគ្នារវាងដីផ្ទះដីសាងសង់លំនៅឋានរថយន្តគ្រប់ភេទម៉ូតូគ្រប់ភេទទូកណូតកប៉ាល់សន្លងប្រថាប់ត្រាត្រូវប្រមូលពីអ្នកដែលបានទទួលសិទ្ធិឬកម្មសិទ្ធិអ្នកទិញអនុក្រឹត្យស្តីពីការប្រមូលពន្ធប្រថាប់ត្រានៅឆ្នាំ91បានកំណត់ពីភារកិច្ចអ្នកទទួលកម្មសិទ្ធិឬម្ចាស់កម្មសិទ្ធិដីផ្ទះសាងសង់លំនៅឋានដូចខាងក្រោមទំព័រ197 1ត្រូវធ្វើកិច្ចសន្យាទិញលក់ជាលិលាអក្សរ2បំពេញសំណុំលិខិតឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់តាមការកំណត់របស់អង្គការមានសមត្ថកិច្ចក្នុងការផ្ដល់សិទ្ធិឬកម្មសិទ្ធិ3បំពន្ធប្រថាប់ត្រាឲ្យបានទាន់ពេលត្រឹមត្រូវនិងគ្រប់គ្រាន់តាមច្បាប់កំណត់និងត្រូវរក្សាទុកបង្កាន់ដៃទទួលប្រាក់បំពន្ធប្រថាប់ត្រាជាប់ភ្ជាប់ជាមួយនឹងកម្មសិទ្ធិផ្ដល់សិទ្ធិឬកម្មសិទ្ធិរបស់អង្គការមានសមត្ថកិច្ចតាមការស្រាវជ្រាវមិនមានតួលេខក្នុងការបង្ហាញពីការប្រមូលពន្ធប្រថាប់ត្រានៅឆ្នាំ91និងឆ្នាំបន្តបន្ទាប់ឡើយទំនងជាអត្រាពន្ធប្រថាប់ត្រា 6% នៅជាបញ្ហាសម្រាប់ប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តនេះទើបនៅក្នុង95ពន្ធប្រថាប់ត្រាត្រូវបានបន្ថយមកត្រឹម 4% នៅពេលនេះហើយទើបទិន្នន័យនៃការលក់ជាផ្លូវការដែលមានន័យថាបានបង់ពន្ធប្រថាប់ត្រារួចរាល់ហើយអាចរកបានចាប់ពី95តួគួរក៏សម្គាល់ថាប្រតិបត្តិការទាំងឡាយស្តីពីការផ្ទេរកម្មសិទ្ធិផ្ទេរសិទ្ធិកាន់កាប់និងលិខិតមានលក្ខណៈគតិយុត្តដែលជាប់ពន្ធប្រថាប់ត្រាត្រូវប្រថាប់ត្រាក្នុងអំឡុងពេល3ខែបន្ទាប់ពីថ្ងៃដែលប្រតិបត្តិការកើតឡើងហួសពីរយៈពេលនេះត្រូវពិន័យស្មើនឹងចំនួនប្រាក់ពន្ធប្រថាប់ត្រាដែលត្រូវបង់ពន្ធប្រថាប់ត្រានេះសម្រាប់តែការលក់ការដូរនិងការទទួលអំណោយតែប៉ុណ្ណោះការប៉ុនប៉ងប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរអចលនវត្ថុមិនទាន់បានចុះបញ្ជីបានកើតឡើងក្នុងខែកុម្ភៈឆ្នាំ2005ហេតុផល3យ៉ាងដែលទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រួមមានចំពោះការផ្ទេរដីមិនទាន់បានចុះបញ្ជីគឺឯកភាពយកពន្ធប្រថាប់ត្រាដោយដីចុះបញ្ជីដែរបើពុំនោះចោលទេនឹងនាំឲ្យលើកទឹកចិត្តអ្នកមិនចុះបញ្ជីនេះជាប្រភពចំណូលមួយយ៉ាងសំខាន់ដោយដីភាគច្រើនជាដីមិនទាន់ចុះបញ្ជីទី2ចំពោះអត្រាប្រថាប់ត្រាលើការផ្ទេរអចលនវត្ថុគួរបន្ទាបពន្ធឲ្យទាបហើយយកពន្ធតិចតែយកឲ្យបានច្រើនតាមរយៈអ្នកបង់ពន្ធច្រើន3ចំពោះការសិក្សាអំពីយន្តការប្រមូលពន្ធគួរយកជំរើសទី1ដែលងាយស្រួលនិងឆាប់រហ័សហើយប្រមូលពន្ធបាននេះគឺសិក្សាអំពីលទ្ធភាពប្រគល់ឲ្យរដ្ឋបាលសេរីដីទទួលភារកិច្ចទាំងស្រុងលើការងារកាត់ឈ្មោះផ្ទេរចលនវត្ថុពោលគឺធ្វើការផ្ទៀងផ្ទាត់បញ្ជីត្រួតពិនិត្យភាពត្រឹមត្រូវនៃឯកសារចុះពិនិត្យវាស់វែងដីតាក់តែងលិខិតសញ្ញាទទួលពន្ធប្រថាប់ត្រាធ្វើលេខាចារឹកប្រគល់បានឲ្យម្ចាស់ដីហើយគេទៀតបន្តគ្រប់គ្រងទិន្នន័យក្បាលដីលទ្ធភាពនោះនឹងសម្រួលដល់ការផ្ទេរសិទ្ធិឲ្យបានឆាប់រហ័សហើយភាគីអាចបង់ពន្ធនៅរដ្ឋបាលសេរីដីតែម្ដងជាការស្រេចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ជូនជំនាញខាងពន្ធដារមកធ្វើប្រតិបត្តិការរួមគ្នានៅរដ្ឋបាលសេរីដីតែម្ដងទំព័រ198បញ្ហាដែលលើកឡើងមកទាំងលើខាង3នេះជិត5ខែមកហើយចំណុចទី2និងចំណុចទី3ត្រូវបានបន្តស្ថានភាពដែលដដែលដូចមុនពោលគឺមិនត្រូវបានដោះស្រាយឡើយ
ស្ដីទីគណៈទីស្ដីការគណៈរដ្ឋមន្ត្រីសម្រាប់រក្សាទុកការប្រមូលពន្ធប្រថាប់ត្រាឲ្យស្ថិតនៅស្ថានភាពដូចមុននៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដដែលជាមួយគ្នានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពង្រឹងការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាបច្ចុប្បន្នឲ្យកាន់តែមានប្រសិទ្ធភាពចំណែកចំណុចទី1ដែលចង់យកពន្ធប្រថាប់ត្រាលើការផ្ទេរដីមិនទាន់បានចុះបញ្ជីមិនមានព័ត៌មានណាបញ្ជាក់ពីការអនុវត្តបានឬមិនបានទេប៉ុន្តែការកង្វល់នេះត្រូវបានបកស្រាយនៅឆ្នាំ13ដែលក្នុងនោះច្បាប់ស្ដីពីហិរញ្ញវត្ថុចំពោះការគ្រប់គ្រងឆ្នាំ2013តម្រូវឲ្យបង់ពន្ធប្រថាប់ត្រាចំពោះការផ្ទេរអចលនវត្ថុមិនទាន់បានចុះបញ្ជីនៅពេលនោះហើយដែលអត្ថន័យនៃពាក្យអចលនវត្ថុត្រូវបានកត់សម្គាល់ដោយប្រកាសស្ដីពីការប្រមូលពន្ធប្រថាប់ត្រាឆ្នាំ2013របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថាជាដីផ្ទះអគារសំណង់ផ្សេងៗទោះបីបានចុះបញ្ជីឬមិនបានចុះបញ្ជីក៏ដោយរដ្ឋបាលសេរីដីក៏ដោយដើម្បីសម្រេចគោលបំណងនៃការផ្ទេរសិទ្ធិនៃអចលនវត្ថុមិនទាន់បានចុះបញ្ជីមេឃុំចៅសង្កាត់ត្រូវបានផ្ដល់សិទ្ធិផ្ដាច់មុខក្នុងការបញ្ជាក់លិខិតផ្សេងៗដែលមុនខែមិថុនាឆ្នាំ2016អភិបាលស្រុកមួយចំនួនក៏មានសិទ្ធិបញ្ជាក់ផងដែរមេឃុំចៅសង្កាត់ជាអ្នកបញ្ជាក់លើលិខិតផ្សេងៗដូចជាលិខិតលក់ផ្ដាច់អំណោយផ្ដាច់កិច្ចសន្យាបញ្ចាំដាក់ធានាហ៊ីពូតេតកិច្ចសន្យាទទួលរក្សារយៈវែងកិច្ចសន្យាបង្កើតសេវាភាពផលិតភោគអាស្រ័យលើការព្រមព្រៀងរបស់ភាគីក្នុងការបញ្ជាក់មេឃុំចាស់សង្កាត់ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវលើមួយអត្តសញ្ញាណកម្មអត្តសញ្ញាណអចលនវត្ថុដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យានិងអត្តសញ្ញាណគូភាគីនៃកិច្ចសន្យាជាមួយគ្នានេះដែរនៅខែកុម្ភៈឆ្នាំ2016ស្ដីទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយពាក់ព័ន្ធនឹងវិធានការដោះស្រាយក្នុងការអនុវត្តប្រមូលពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនវត្ថុចំពោះអចលនទ្រព្យដែលបានចុះបញ្ជីទំព័រ199លិខិតបានតម្រូវឲ្យអចលនវត្ថុដែលបានចុះបញ្ជីរួចពោលគឺទ្រព្យដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់វត្ថុតម្រូវឲ្យអនុវត្តដូចខាងក្រោមត្រេទី1ចំពោះការកកស្ទះបានកម្មសិទ្ធិអនុញ្ញាតឲ្យបងពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយទោះជាអចលនវត្ថុនោះមានសាវតាផ្ទេរបន្តដៃគ្នាជាច្រើនក៏ដោយទៅរយៈពេល6ខែឬដើម្បីឲ្យរដ្ឋបាលសេរីដីដោះស្រាយបញ្ចេញបានកម្មសិទ្ធិដែលបានកកស្ទះនោះទន្ទឹមនឹងនោះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ត្រូវផ្ដល់របាយការណ៍លម្អិតនៅព័ត៌មានអចលនទ្រព្យដែលកកស្ទះមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជាមូលដ្ឋានក្នុងការកត់ត្រាទិន្នន័យសម្រាប់ការប្រមូលពន្ធប្រថាប់ត្រានៅពេលក្រោយៗទៀតសម្រាប់ជាទិន្នន័យក្នុងការប្រមូលពន្ធលើអចលនទ្រព្យអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិបានន័យថាថ្នាក់ឃុំសង្កាត់ក្រុងស្រុកខណ្ឌត្រូវបញ្ឈប់ការផ្ទេរកម្មសិទ្ធិដែលមិនបានបង់ពន្ធប្រថាប់ត្រាឬបង់ពន្ធប្រថាប់ត្រានៅក្រៅប្រព័ន្ធហើយជំរុញនឹងបញ្ជូនរាល់ករណីស្នើសុំផ្ទេរកម្មសិទ្ធិទាំងនោះឲ្យមកបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចុះថ្ងៃទី15មករាឆ្នាំ2015លើលិខិតចុះថ្ងៃទី13ខែមករាឆ្នាំ2015របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ចំពោះអចលនទ្រព្យពុំបានចុះបញ្ជីពោលគឺមិនទាន់មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលិខិតតម្រូវឲ្យអនុវត្តដោយខាងក្រោមត្រេ1ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំបានចុះបញ្ជីគ្មានបានកម្មសិទ្ធិដែលបានផ្ទេរនៅថ្នាក់ឃុំសង្កាត់ក្រុងខណ្ឌអនុញ្ញាតឲ្យបងប្អូនប្រថាប់ត្រាតែមួយលើកចុងក្រោយទោះជាអចលនទ្រព្យនោះមានសាវតាផ្ទេរបន្តគ្នាជាច្រើនក៏ដោយជាមួយគ្នានេះត្រូវជំរុញឲ្យអ្នកកាន់កាប់អចលនវត្ថុទ្រព្យរុះរាន់ទៅចុះបញ្ជីនៅរដ្ឋបាលសេរីយោដីដោយភ្ជាប់នៅបង្កាន់ដៃបងប្អូនប្រថាប់ត្រានោះអាជ្ញាធរមូលដ្ឋានក្រមជាតិថ្នាក់ឃុំសង្កាត់ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានបងប្អូនប្រថាប់ត្រាតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនៅថ្ងៃទី15ខែមករាឆ្នាំ2015លើលិខិតចុះថ្ងៃទី13ខែមករាឆ្នាំ2015របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីអនុវត្តតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីខាងលើឲ្យបានត្រឹមត្រូវរដ្ឋបាលរាជធានីភ្នំពេញបានណែនាំអភិបាលនៃគណៈអភិបាលខណ្ឌទាំង12និងប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីភ្នំពេញទាក់ទងនឹងការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដែលបានចុះបញ្ជីនិងមិនទាន់បានចុះបញ្ជីក្នុងមូលដ្ឋានរាជធានីភ្នំពេញនៅខែវិច្ឆិកាឆ្នាំ2016ដូចតទៅទំព័រ200 1ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីរួចហើយមានបានកម្មសិទ្ធិ1រដ្ឋបាលសង្កាត់ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យលើក្បាលដីដែលបានចុះបញ្ជីរួចហើយដោយខុសនីតិវិធី 1.2 ផ្ទេរកម្មសិទ្ធិជាសមត្ថកិច្ចរបស់រដ្ឋបាលសុរិយោដីដូច្នេះបន្ទាប់ពីបានបញ្ជាក់នៅរដ្ឋបាលសង្កាត់រួចមករដ្ឋបាលត្រូវបញ្ជូនសំណុំឯកសារមករដ្ឋបាលសុរិយោដីលេខ2ចំពោះអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជីគ្មានបានកម្មសិទ្ធិ 2.1 រាល់ការកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជីអ្នកស្នើសុំត្រូវដាក់ពាក្យនៅសាលាសង្កាត់ដើម្បីឲ្យសាលាសង្កាត់ចែងបំពេញនីតិវិធីបន្តមករដ្ឋបាលសង្កាត់ត្រូវបញ្ជូនសំណុំឯកសារផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យទៅបងប្អូនប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធជាមុនសិនទើបចុះហត្ថលេខាទទួលស្គាល់ការផ្ទេរសិទ្ធិដោយរដ្ឋបាលខណ្ឌ 2.2 រាល់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យក្រោយថ្ងៃទី12កុម្ភៈឆ្នាំ2016ការស្នើសុំចុះបញ្ជីដំបូងរដ្ឋបាលសេរីយោដីត្រូវបញ្ជូនរាល់សំណុំឯកសារទៅបងប្អូនប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធ 2.3 ក្នុងករណីខាងលើក្នុងករណីមានការស្នើចុះបញ្ជីដំបូងដែលម្ចាស់បានភ្ជាប់មកជាមួយនៅបង្កាន់ដៃបងប្អូនប្រថាប់ត្រារួចការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យនោះមិនតម្រូវឲ្យបងប្អូនប្រថាប់ត្រាទៀតទេ 2.4 ចំពោះការកាន់កាប់ដីដែលពុំទាន់មានការផ្ទេរមិនតម្រូវឲ្យបងប្អូនប្រថាប់ត្រានោះទេការកត់សម្គាល់ថាការបងប្អូនប្រថាប់ត្រាគឺជាការតបកិច្ចរបស់ម្ចាស់ទ្រព្យថ្មីដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋក្នុងការអភិវឌ្ឍជាតិបញ្ហាជាច្រើនបានកើតឡើងពោលគឺការផ្ទេរអចលនទ្រព្យកន្លងមកមិនត្រូវបានអនុវត្តការបងប្អូនប្រថាប់ត្រាសំណួរអាចកើតឡើងត្រង់ថាតើម្ចាស់ចុងក្រោយឬអនុប្រធានិកចុងក្រោយជាអ្នកទទួលបន្ទុកបងប្អូនប្រថាប់ត្រាទាំងអស់ឬក៏យ៉ាងណាដើម្បីដោះស្រាយបញ្ហាសមុទ្រសម័យនេះនៅខែឧសភាឆ្នាំ2017គណៈរដ្ឋមន្ត្រីបានចេញលិខិតមួយទៀតស្ដីពីសំណើសុំគោលការណ៍ពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជីដោយនិរាករលិខិតដែលបានចេញខែកុម្ភៈឆ្នាំ2016ដែលលិខិតថ្មីនេះមានគោលបំណងជាចម្បងជំរុញរាល់ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់បងប្អូនប្រថាប់ត្រាត្រេ1ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី
ได้บานเตเสร็จกันกับหนุขนมธนาคมขัดจับปิดไงตีมวยเมกราชนะปีปอนดับเปิลตรบ้านอนุญาตอ่อยบองปนประทับตราเลยการเตเสร็จกันกับตามดำหนักการนิมวยนิมวยในการเตเสร็จกันกับอุจจาระตับนู้เป็นในทางการเตเสร็จกันกับมวยดองตรบองปนประทับตรามวยดองទំព័រ201ជាមួយនេះជំរុញឲ្យអ្នកកាន់កាប់អចលនទ្រព្យរុះរាន់ទៅចុះបញ្ជីដំបូងនៅរដ្ឋបាលសរយោដោយភ្ជាប់នៅបង្កាន់ដៃបំពេញប្រថាប់ត្រានោះត្រេចំពោះអចលនទ្រព្យប្រមាណចុះបញ្ជីគ្មានបានកម្មសិទ្ធិដែលបានផ្ទេរសិទ្ធិកាន់កាប់នៅថ្នាក់ឃុំខណ្ឌសង្កាត់ដែលមានសាវតាផ្ទេរបន្តគ្នាច្រើនដងមុនថ្ងៃទី1មករាឆ្នាំ2017ហើយស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសរដីអនុញ្ញាតឲ្យបងប្អូនប្រថាប់ត្រាតែម្ដងលើកចុងក្រោយនិងអនុញ្ញាតឲ្យដកចេញនៅមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន500លានរៀលស្មើមូលគឺបាន$15,000អាមេរិកអនុញ្ញាតឲ្យដកចេញនៅមូលដ្ឋានគិតពន្ធនេះមានសុពលភាពចាប់ពីថ្ងៃទី31ខែធ្នូឆ្នាំ2018ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីដំបូងហើយត្រូវបានទទួលការអនុគ្រោះទោះបីមានប្រាក់ពន្ធស្មើ0រៀលក៏ត្រូវអនុវត្តតាមនីតិវិធីនិងបែបបទនៅរដ្ឋបាលសារពើពន្ធជាធរមានដើម្បីចុះបញ្ជីនិងកត់ត្រានិទិន្នន័យនៅអចលនទ្រព្យទាំងនោះអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបញ្ជូនរាល់ករណីស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់នោះមកបំពេញបែបបទទម្រង់បងប្អូនប្រថាប់ត្រានៅរដ្ឋបាលសារពើតាមច្បាប់ជាធរមានលិខិតចុះថ្ងៃទី7កុម្ភៈឆ្នាំ2016ស្ដីពីវិធានការដោះស្រាយក្នុងការអនុវត្តប្រមូលពន្ធប្រថាប់ត្រាផ្ទៃកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យចំពោះនៃអចលនទ្រព្យដែលបានចុះបញ្ជីនិងពុំបានចុះបញ្ជីអំពីការពង្រឹងការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រានៅរាជធានីភ្នំពេញនិងបណ្ដាខេត្តទាំង24របស់ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានទុកជានិរកទោះបីជាយ៉ាងណាក៏ដោយជោគជ័យនៃការអនុវត្តគឺអាស្រ័យខ្លាំងទៅលើការផ្សព្វផ្សាយនិងការពន្យល់ប្រជាជនឲ្យបានចុះច្បាស់ក្នុងករណីនេះប្រធានភូមិនិងប្រធានក្រុមដើរតួនាទីសំខាន់ណាស់ក្នុងនាមជាអ្នកជំនួយការឃុំសង្កាត់ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងអស់ទៅដល់ប្រជាពលរដ្ឋទំនងជាការអនុវត្តជាស្ដីមិនបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្លាំងទេបានជាមានការស្នើសុំឲ្យពញាពេលអនុវត្តជាបន្តបន្ទាប់រហូតដល់ថ្ងៃទី16មករាឆ្នាំ2019ទោះបីមិនទាន់មានការសម្រេចពីរដ្ឋបាលក៏ដោយក៏ការយកពន្ធប្រថាប់ត្រាតែមួយដងត្រូវបានអនុវត្តបន្តស្ថិតក្នុងរាជពេលរងចាំការសម្រេចរបស់ដេជោនាយរដ្ឋមន្ត្រីនាយកដ្ឋានពន្ធអចលនទ្រព្យនិងអចលនទ្រព្យគោរពស្នើសុំអនុវត្តគោលនយោបាយអនុគ្រោះឲ្យពន្ធប្រថាប់ត្រាចំនួនមួយដងនេះដោយធ្លាប់បានអនុវត្តនៅឆ្នាំ2018កន្លងមកការពញាពេលអនុវត្តយកពន្ធប្រថាប់ត្រាតែមួយលើកនេះត្រូវបានបន្តដល់ដំណាច់ឆ្នាំ2021ម្ដងនិងម្ដងទៀតរហូតដល់ដំណាច់ឆ្នាំ2023កម្ពុជាបានផ្លាស់ប្ដូររបៀបយកពន្ធត្រាទាក់ទងនឹងសន្តិកម្មនិងប្រតិណកម្មគួរឲ្យចាប់អារម្មណ៍ចាប់ពីឆ្នាំ2013មកទំនងជាការអនុគ្រោះពន្ធប្រថាប់ត្រាទាក់ទងនឹងសន្តិកម្មនិងប្រតិណកម្មដីជួយគ្រប់គ្រងដល់ប្រជាពលរដ្ឋក្រីក្រជាទូទៅហើយបានជារដ្ឋបានកំណត់ដូចខាងក្រោមការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យពីញាតិត្រូវបានអនុគ្រោះឲ្យដកចេញពីតម្លៃគិតពន្ធប្រថាប់ត្រាចំនួន200លានរៀលចំពោះសន្តិកម្ម100លានរៀលចំពោះប្រតិណកម្មពាក្យញាតិនៅក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2013មិនត្រូវបានផ្ដល់អត្ថន័យឲ្យបានច្បាស់លាស់ទេប៉ុន្តែប្រកាសស្ដីទីប្រមូលពន្ធប្រថាប់ត្រាមាននិយមន័យពាក្យញាតិដូចតទៅ
ពាក្យញាតសំដៅដល់រវាងឪពុកម្ដាយបង្កើតនិងកូនបង្កើតរវាងប្តីនិងប្រពន្ធរវាងតាយាយនិងចៅរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើតរវាងម្ដាយឪពុកក្មេកនិងកូនប្រសាទំនួល203ប៉ុន្តែប្រថាប់ត្រាតេតងនឹងសន្តិកម្មនិងប្រធានកម្មក្នុងរង្វង់ញាតត្រូវបានលើកលែងទាំងស្រុងចាប់ពីឆ្នាំ2017មករង្វង់ញាតដែលកំណត់ដោយអនុក្រឹត្យស្តីពីវិធាននិងនីតិវិធីនៃការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាឆ្នាំ2017មានដូចខាងក្រោមរង្វង់ញាតសម្ដៅយកការផ្ទេរសិទ្ធិឬផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យឪពុកម្ដាយនិងកូនបង្កើតប្តីប្រពន្ធយាយតានិងចៅបងប្អូនបង្កើតនិងបងប្អូនបង្កើតឪពុកម្ដាយក្មេកនិងកូនប្រសាយាយតាក្មេកនិងចៅប្រសាប្រធានកម្មសម្ដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឲ្យញាតដោយមិនយកថ្លៃឲ្យទៅសន្តិកម្មសម្ដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅឲ្យញាតនៅរស់អនុក្រឹត្យខាងលើកំណត់យកការលើកលែងដោយអនុគ្រោះពន្ធប្រថាប់ត្រាលើការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅក្នុងរង្វង់ញាតដោយខាងក្រោមត្រូវបានលើកលែងពន្ធប្រថាប់ត្រាលើការទទួលសន្តិកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យចំពោះការធ្វើសន្តិកម្មរវាងឪពុកម្ដាយបង្កើតនិងកូនបង្កើតរវាងប្តីប្រពន្ធយាយតានិងចៅឪពុកក្មេកម្ដាយក្មេកទាំងកូនឲ្យកូនបង្កើតនិងកូនប្រសាដែលមានសហព័ន្ធរបស់កូនបង្កើតនោះដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ត្រីការធ្វើប្រតិកម្មលើកទី1រវាងឪពុកម្ដាយបង្កើតនិងកូនបង្កើតរវាងប្តីនិងប្រពន្ធរវាងយាយតានិងចៅបង្កើតរវាងឪពុកម្ដាយឲ្យទៅកូនបង្កើតនិងកូនប្រសាដែលជាសហព័ន្ធរបស់កូនបង្កើតនោះដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍និងយាយតាឲ្យទៅចៅបង្កើតនិងចៅប្រសាដែលជាសហព័ន្ធរបស់ចៅបង្កើតនោះដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍2ត្រូវបានអនុគ្រោះពន្ធប្រថាប់ត្រាលើការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យឬខាងក្រោមនេះដូចគ្នាដែរទេកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឪពុកម្ដាយបង្កើតនិងកូនប្រសារវាងបងប្អូនបង្កើតនិងបងប្អូនបង្កើតត្រូវបានអនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន200លានរៀលចំពោះសន្តិកម្មនិងចំនួន100លានរៀលចំពោះធ្វើប្រតិកម្មទំព័រ204ការធ្វើប្រតិកម្មអចលនទ្រព្យដដែលចាប់តាំងពីលើកទី2ទៅរវាងឪពុកម្ដាយបង្កើតចុចដូចគ្នាទេការលើកលែងការអនុគ្រោះពន្ធប្រថាប់ត្រានៅក្នុងរង្វង់ញាតខាងលើត្រូវបានឯកសារជាភស្តុតាងបញ្ជាក់ទំនាក់ទំនងអំពីញាតដូចមានកំណត់នៅក្នុងកថាខណ្ឌ1នៃមាត្រា4នៃអនុក្រឹត្យនេះសរុបមកឆ្នាំ2013គេយកពន្ធញាតអីក៏ដោយបងប្អូនក៏ដោយ2017ឈប់យកពន្ធហើយលើកលែងពន្ធហើយចឹងឯងក៏ខ្ញុំនៅបាត់ដំបងគេឲ្យធ្វើប្លង់វត្តក៏គេយកពន្ធដែរតែតាមពីឆ្នាំ2017មកគេលែងយកហើយឲ្យតែដីណាគេបរិច្ចាគទៅវត្តទៅអីដោយមានយកថ្លៃក៏គេអត់យកពន្ធទេ